ពេលខ្ញុំនៅអាមេរិកសម្បូររបស់ផ្លែថតឲ្យអ្នកទាំងអស់គ្នាមើលមែនឥឡូវមកដល់បារាំងសម្បូររបស់ផ្លែជានៅអាមេរិកហើយអ្នកទាំងអស់គ្នាឥឡូវនេះខ្ញុំកំពុងដើរលេងនៅបារាំងហើយអ្នកនៅស្រុកប៉ែផ្ដាំខ្ញុំថាចេះដើរលេងស្រុកគេឃើញអីផ្លែអាសាថតឲ្យមើលហ៎មិនថារបស់ទូចមិនថារបស់ធំទេផ្លែនៅខ្មែរយើងគឺអត់មានហ្មងដល់ថ្នាក់សំបីតែទូកពីរបីជាន់ក៏គេសាក់ថ្មដូចទូរស័ព្ទដូច iPad ដែលយើងប្រើរាល់ថ្ងៃហ្នឹងខ្ញុំនាំអ្នកទាំងអស់គ្នាមកមើលរបស់ផ្លែ10យ៉ាងដែលខ្ញុំគិតថាវាផ្លែសម្រាប់ខ្ញុំហ្មងហើយនៅខ្មែរអត់មានទេទី1គឺបន្ទប់ទឹកអ្នកទាំងអស់គ្នាហ្នឹងគេដាក់អក្សរអង់គ្លេសពីក្រោមហងបើកន្លែងខ្លះដាក់អក្សរអង់គ្លេស toilet ពីក្រោមឯងគឺ toileter គេហៅ toilet តែនៅក្នុងបារាំងគេហៅ toileter ហើយពេលចូលចឹងគេគិតជាលុយមែននៅខ្មែរគេដាក់លុយសុទ្ធមែននៅនេះអត់ទទួលលុយសុទ្ធទេចង់ចូលបន្ទប់ទឹកគឺត្រូវយកកាតធនាគារយកមក scan ដើម្បីបើកទ្វារយើងចូលទៅក្នុងបន្ទប់ទឹកបាទចូលបន្ទប់ទឹកសម័យ2025រៀងទៅនើបទេអត់ទៅនើបបន្តិចទេទៅនើបខ្លាំងហ្មងបាទចូលម្ដង1រៀល95សេន2រៀលហ្មងទិញកាហ្វេ brand នៅខ្មែរបានមកកំប៉ុងឥឡូវយើងមកដល់ផ្សារទៅនើបរបស់គេម្ដងបាទដើម្បីផ្ដល់ភាពងាយស្រួលដល់អតិថិជននៅក្នុងការទិញអីវ៉ាន់ហ្នឹងហើយនិយាយទៅចង់ឲ្យភ្ញៀវអស់លុយហិតទៅច្រើនគឺរកភាពងាយស្រួលឲ្យភ្ញៀវហិតទៅច្រើននេះរដងពេលយួរធ្ងន់ទៅទិញអីវ៉ាន់បានតិចចង់ឲ្យយើងទិញអីវ៉ាន់របស់គេឲ្យបានច្រើនដាក់កង់ពីក្រោមឲ្យយើងអស់ប្រាំហើយសម្រាប់បងជនពិការក៏អាច shopping ឲ្យអស់លុយបានដែរបាទជនពិការមានអាទិធម្មតាអត់មានអាទិដូចរបស់គេអញ្ចឹងដើរទៅទិញបានតែក្រូចមកកំប៉ុងចេញមកវិញឯងប៉ុន្តែបើដូចរបស់គេអញ្ចឹងមិនមែនចូលទៅដល់អស់$100ក៏អត់ស្ដាយលុយដែរដោយសារតែវាមានភាពងាយស្រួលហើយនេះវិញអ្នកពកូនក្មេងពកូនង៉ែតអីហ្នឹងទៅដៃទៅជើងពិបាកទិញអីវ៉ាន់ឲ្យអស់លុយតិចពេកចង់ឲ្យប្រជាជនចង់ឲ្យអតិថិជនអស់លុយច្រើនគឺយើងដាក់អាទិឲ្យកូនក្មេងអង្គុយហ្មងហើយនេះអ្នកដែលគាត់ជនពិការដែរប៉ុន្តែគាត់មានអាទិស្រាប់អញ្ចឹងទៅគាត់អាចហុញអាទិរបស់នេះនៅផ្សារគេមានស្រាប់អញ្ចឹងទៅណាហើយបើនេះវិញសម្រាប់កូនក្មេងកូនង៉ែតកូនងាអីចង់មក shopping អីក៏បានដែរចង់បំផ្លាញលុយឲ្យពុកម្ដាយយើងឲ្យរត់តែច្រើនអញ្ចឹងកូនក្មេងបើមានដៃតែ2ទិញនំបានតែ2នំទេតែបើថាមានអាទិនឹងស្រាប់ទិញបាន20នំនោះគេឲ្យសម្រាប់អ្នកទៀបតែញ៉ោះគេអត់ហ៊ានញ៉ោះគេខ្លាចបែកមាត់ចឹងញ៉ោះមាត់ភ័ក្រឯងបានបើនេះវិញអាទិដែរបាទអាទិសម្រាប់ដែលយើងចូលអាហារដ្ឋានខ្ជិលយួរថាគេមានអាទិឲ្យយើងអស់លុយឲ្យយើងបំផ្លាញលុយខ្លួនឯងបានរត់តែច្រើនបើយើងទិញថាយើងដាក់បានតែចាន2អីចឹងយើងទិញម្ហូបគេបានតិចចឹងណាចឹងទៅបើយើងចង់អស់លុយច្រើនចង់បំផ្លាញលុយខ្លួនឯងរត់តែច្រើនយើងយកអាទិនឹងមកដាក់រុញមកដាក់បាន3ថាសក្នុងពេលតែមួយឥឡូវយើងធ្វើការមើលម្ហូបទាំងអស់គ្នាអាហ្នឹងប្លែកមកតង់ទៀតទេអ្នកទាំងអស់គ្នាកន្លែងទិញនេះហើយគឺមានឱកាសបានតែម្ដងឯងឱកាសមាសព្រោះអីយើងដើរហួសហើយយើងអាចបកក្រោយទៅយកអាហ្នឹងវិញបានអញ្ចឹងមុននឹងយើងសម្រេចចិត្តថាយើងទិញអាហ្នឹងគឺយើងគិតឲ្យច្បាស់ហើយយើងរើសយកហ្មងនេះឃើញទេឃើញបំផ្លាញទេបាទបំផ្លាញបាទមិនមែន2ទេចិត្តថាមួយថាសទៀត3ថាសបាទតែមានអីយូរទៅវាផ្ដល់ភាពងាយស្រួលដល់យើងកុំឲ្យយើងលើកធ្ងន់អស់កម្លាំងយូរអញ្ចឹងណាគេឲ្យអាទិយើងរុញហ្មងហើយខ្ញុំកំងគេថាចេះបងយកកាហ្វេមួយកែវអូនយកកាក់មួយកែវមួយយកទៅធ្វើខ្លួនឯងអូននៅស្រុកនេះអត់មានអ្នកបម្រើយើងធ្វើកាហ្វេធ្វើឆុងកាហ្វេថែមស្ករថែមអំបិលបញ្ចេញឲ្យយើងឯងបាទធ្វើខ្លួនឯងថែមខ្លួនឯងចាក់ទឹកក្រូចច្បាច់ចាក់អីទឹកផ្លែឈើតែអីធ្វើខ្លួនឯងទាំងអស់ថែមស្ករប្រមាណភាគរយមិនមែនចង់បានកាហ្វេអាយឡាតេប្រមាណភាគរយដាក់ខ្លួនឯងចង់ផឹកអាយឡាតេចង់ផឹកអីដាក់ខ្លួនឯងបាទហើយកាហ្វេនៅនេះគេមិនមែនហៅ coffee ទេគេហៅកាហ្វេដូចនៅខ្មែរអញ្ចឹងគេដាក់អក្សរនៅលើហ្នឹងហ្មងបាទកាហ្វេតែខ្ញុំអត់ចង់ផឹកកាហ្វេខ្ញុំចង់ផឹកអាយឡាតេអញ្ចឹងយើងដាក់កាក់ចូលទៅអ្នកផ្លុចអញ្ចឹងទៅចុចពងអញ្ចឹងទៅគេឆុងឲ្យយើងហើយគេឆុងឲ្យយើងហើយយើងកាន់យកទៅតុកផឹកខ្លួនឯងអីខ្លួនឯងអញ្ចឹងតែខ្លួនឯងអញ្ចឹងទៅតែឯងអញ្ចឹងទៅដូចស្រឡាញ់គេម្នាក់ឯងអញ្ចឹងឆុងកាហ្វេខ្លួនឯងសោះតែឌីលដល់អ្នកស្រឡាញ់គេម្នាក់ឯងឯណាណៃឆ្កយអានេះប្លែកទៀតទេអ្នកនរគ្នានេះចូលមកនេះហ្មង sugar អាហ្នឹងគេដាក់អក្សរអង់គ្លេសយើងអានដាក់ចាត់ស្អីណាតែភាសាបារាំងបើអត់ដាក់អក្សរអង់គ្លេសខ្ញុំគាំងស្កប់ហ្មងបាទ sugar មិនមែន sugar ទេបាទ sugar ថាឥឡូវផ្លែកអត់នេះឥឡូវផ្លែកអត់កុំឲ្យថាខ្ញុំចេះតែនិយាយខុសប្រធានបទនេះស្ករនៅស្រុកខ្មែរគេមានស្ករអាយឡាតេស្ករ5អីចឹងទៅគេដាក់ស្ករដាក់អីឲ្យយើងស្ករកតិចស្ករអីចឹងអានេះស្ករគ្រាប់កាហ្វេដាក់ស្ករគ្រាប់អ្នកទាំងអស់គ្នាហើយមើលបើហាងលំដាប់បានមានអ្នកបម្រើតែបើហាងទូទៅធម្មតាមិនអត់មានអ្នកបម្រើឲ្យយើងទេសូម្បីតែការចាក់សាំងក៏សាក់ខ្លួនសាក់ហ្មងខ្ញុំដូចសាក់ថ្មទូរស័ព្ទហើយចាក់សាំងខ្លួនឯង scan card ខ្លួនឯងបង់លុយខ្លួនឯងឡើងឡានបើកខ្លួនឯងតទៀតទៅចឹងទៅហើយបើនេះវិញតតែអាយខ្ជូខ្ពស់ហ្មងបានមើលយល់បាទ fresh chocolate meal បានន័យថាទឹកសូកូឡាអីចឹងណាតែមើលអានអក្សរបារាំងអានឈួតអីគេ fruit chocolate mực អានឡប់បងអានតជ្រូកខួរតើឥឡូវយើងចូលមករៀនភាសាណូវេជាមួយលោកគ្រូទាំងអស់គ្នាភាសាជាមួយលោកគ្រូទាំងអស់គ្នា Monday Thursday was on deck toss deck Fred deck Lord deck Sunday នេះ Sunday អានេះមួយទៀតនៅនេះមួយទៀតស្អីគេទៀតកាហ្វេមែនទេណាកាហ្វេ no coffee កាហ្វេយើងដែរប៉ុណ្្នឹងនៅផ្លែមិនទាន់អស់ចិត្តទេអ្នកទាំងអស់គ្នាខ្ញុំនាំអ្នកទាំងអស់គ្នាមើលកន្លែងលក់អេតចាយទាំងអស់គ្នាមានទាំងកំប៉ុងមានទាំងដបបាទតនេយើងមកដើរលេងនៅអឺរ៉ុបចឹងណាបើថាខ្វះលុយចាយដើររើអេតចាយលក់លេងចឹងទៅប្រម៉ូ CEO ប្រម៉ូឯកឧត្តមលោកជំទាវកញ្ញាយ៉ារិនអីនេះអីកញ្ញាហ្មងអ្នកនាងយ៉ារិនអីនេះតនេមកប្រមូលគ្នាមកមើលកន្លែងគេលក់អេតចាយហ្នឹងហើយដាក់កំប៉ុងចូលទៅគេដាក់លុយឲ្យយើងវិញហើយហ្នឹងហើយកន្លែងលក់អេតចាយហើយក៏មើលឡានតាក់ស៊ីគេបាទលើមុនខ្ញុំធ្លាប់ថតវីដេអូអ្នកនរគ្នាមើលហើយឡាន Tesla ដែលអាចបើកទៅមុខខ្លួនឯងហើយឡាន brand ថ្លៃនៅអាមេរិកហ្មង
taxi នៅនេះសិតតែ Tesla ទាំងអស់អត់សូវមានប្រជាជនជិះទេប៉ុន្តែ taxi មិនមែន Tesla ហើយឡានគេជួលហ្នឹងហើយឡានពួកខ្ញុំជួលហ្នឹងណាចាំវីដេអូក្រោយខ្ញុំប្រាប់ពីរបៀបនៅក្នុងការជួលឡានរបៀបដើរលេងអីឥឡូវខ្ញុំនាំអ្នកគ្នាមកហួសចិត្តជាមួយខ្ញុំសិនជួលឡានគេអ្នកទាំងអស់គ្នា BMW ហើយបើនិយាយពីផ្កាវិញមិនមែនផ្កានៅស្រុកខ្មែរលក់មកបាច់50 60រៀល20 30រៀលស្រុកនេះដាំតាមចាមខ្នល់លេងហ្នឹងណាសិតតែរបស់ផ្កាសិតតែផ្កាដែលនៅខ្មែរគេគិតថាជាផ្កា brand ផ្កាថ្លៃផ្កាកម្រផ្កាពិបាករស្រុកនេះមិនដាំពេញចាមខ្នល់មិនតែដាំទេអាខ្លះដុះពេញចាមខ្នល់ទៀតដុះដោយធម្មជាតិអូបើផ្កានេះគេឲ្យតម្លៃដូចនៅខ្មែរតម្លៃហាងឆេងខ្មែរមិនងាប់ហើយខ្ញុំខ្លាចជាអ្នកមានហ្មងដើរបោចផ្កាចាមខ្នល់យកទៅដាក់លក់នឹងយកលុយទៅណាមអស់បើមិនចឹងទេដើរលក់ឲ្យចាយរើចាយលក់មកបារាំងរើចាយលក់អីចឹងណាហើយនេះមុខផ្ទះគេនេះមានដៃស៊ីមានផ្កាកាឡាបមានអីសិតតែផ្កាថ្លៃទាំងអស់គ្នាហើយកុំមើលថៃបានស្រុកគេស្អាតគ្រាន់តែផ្កាដោះចាមខ្នល់គេក៏ស្អាតដែរផ្ទះនេះគឺជាផ្ទះដែលខ្ញុំជួលនៅ Norway អ្នកទាំងអស់គ្នាចង់ដឹងរបៀបជួលរបៀបដើរលេងរបៀបរស់នៅគេរបៀបម៉េចចាំខ្ញុំប្រាប់វីដេអូក្រោយវីដេអូនេះខ្ញុំនិយាយរឿងហួសចិត្តមួយទៀតសិនហួសចិត្តទៀតហើយអ្នកទាំងអស់គ្នាស្រុកខ្មែរបើថាចាស់គាត់ប្រកាន់ច្រើនអីចឹងគាត់ថាមើលមកដូចម៉ងហ្មងដូចម៉ងខ្មោចហ្មងគេដាំដើមឈើនៅលើដំបូលផ្ទះគឺទូទៅផ្ទះនៅនឹងគឺសម្បូរទៅដោយដើមឈើលើដំបូលផ្ទះហ្មងហើយគេមាន3សន្ទាប់គេមានសន្ទាប់ប្រក់ក្បឿងអីធម្មតាអីចឹងហើយបន្ទាប់មកគេដាក់ជាប់បន្តិចហើយបានគេដាក់ជាប់ផងនេះសម្រាប់ឲ្យយើងដាំផ្កាពីលើអីចឹងទៅស្រួលដាំផ្កាដាំស្មៅដាំផ្កាអីក៏បានដែរដាំពីលើនឹងចឹងទៅមូលហេតុដែលគេដាំនៅលើដំបូលផ្ទះហ្នឹងគឺដោយសារតែខែត្រជាក់ធ្វើឲ្យផ្ទះហ្នឹងកក់ក្ដៅស្រួលរស់នៅហើយបើខែក្ដៅមិនមែនធ្វើឲ្យផ្ទះហ្នឹងត្រជាក់ស្រួលហ្មងខ្ញុំកៀងរឿងមួយទៀតអ្នកទាំងអស់គ្នាខែ Summer ដែលខ្ញុំដើរលេងនៅ Norway ហ្នឹងគេបកប្រែថាខែក្ដៅដូចខែចែកស្រុកខ្មែរអញ្ចឹងខែក្ដៅតែទៅដល់មិនមានដឹងខ្យល់ឯណា12 13អង្សាលោកហើយត្រជាក់ចង់ងាប់ហើយត្រជាក់តែបើកថ្ងៃហើយអាតកកដែលកក់នៅលើមេឃហ្មងលើភ្នំអីហ្នឹងនៅអត់តន់អាលាយហើយភ្លេចខ្លួនដើរលេងអញ្ចឹងឃើញត្រជាក់ខ្ជិលឃ្លុំខ្ជិលពាក់ឲ្យដែលវែងកុំឲ្យខ្មៅអីអត់ទេបាទខ្មៅនៅតែខ្មៅធម្មតាឃើញមេឃត្រជាក់អញ្ចឹងណាប៉ុន្តែបើកថ្ងៃឲ្យកម្ដៅចូលជាតិ UV ហ្នឹងចូលមកលើខ្លួនយើងធ្វើឲ្យខ្ញុំខ្មៅធម្មតាថ្ងៃជះលើខ្លួនខ្ញុំលើមុខខ្ញុំធ្វើឲ្យខ្ញុំខ្មៅធម្មតាអញ្ចឹងខ្ញុំត្រូវការលាបលេជាបន្តបាទហើយលេដែលខ្ញុំប្រើនេះជាប្រភេទលេខៀវដែលអ្នកនរគ្នាអាចដើររកកន្លែងណាក៏មានដែរជួយផ្ដល់សំណើមឲ្យជួយឲ្យយើងសបែបក្រាស់សឲ្យយើងសថ្លាឡងហ្មងហើយម្ដងនេះចង់ឈួតម្សាឲ្យបាទគ្រប់យ៉ាងផ្ទុយទាំងអស់សំបីតែទ្វានៅស្រុកខ្មែរកាត់ចុះក្រោមបើកទ្វារចេញក្រៅបានមែននេះកាត់ចុះក្រោមចាក់សាហើយបន្ទាប់មកជើងចង់ចេញក្រៅយើងកាច់ឡើងលើវិញហ្នឹងហើយផ្ទុយពីស្រុកខ្មែរណាដើរលេងស្រួលវល់បើកទ្វារចេញពីផ្ទះរួចទេបាទសង្ងំក្នុងផ្ទះថ្ងៃវល់ងាយហើយចង់ដើរផ្សារទិញអីវ៉ាន់ទិញផ្លែឈើយកទៅថ្លឹងអញ្ចិញគេបាត់មកឆ្វេងរាប់ពី1លេខ1លេខ2លេខ3លេខ4ហ្នឹងហើយបាត់ទៅឆ្វេងអញ្ចឹងអត់បាត់ទៅស្ដាំដូចខ្មែរទេតិចថាគេច្រឡំស៊ីភ្នែកអញ្ចិញអត់ទេបាទអញ្ចិញគេចឹងអូតូហ្មងបាត់ទៅឆ្វេងអញ្ចឹងហើយស្រុកនេះអ្នកទាំងអស់គ្នាបើកចំហសាហាវគេញ៉ាំជាមួយនឹងគ្រឿងសាច់ព្រៃគេអត់មានលួចលាក់លក់អើយល្មមពាន់ដាតហើយ7នាទីជាងហើយអត់មានលួចលាក់ហ្នឹងហើយលក់អត់មានលួចលាក់អីគេលក់បើកចំហហ្មងសាច់ក្តាន់សាច់អីប្រើសសាច់អីត្រីឆ្លាមសមុទ្រអីនេះលក់បើកចំហពេញផ្សារបាទលក់មកជុំងុំឲ្យយើងភ្លក់ហើយខ្ញុំដើរចូលទៅដល់ខ្ញុំមានដឹងខ្យល់ណាខ្ញុំអត់ដឹងសាច់អីគេខ្ញុំយកទៅភ្លក់សិនហើយបានមើលរូបចាំតាមក្រោយហ្នឹងហើយមានណាចង់ក្អួតនេះថាពួកក្តាមអាឡាស្កាអីចេះទៅគេលក់បើកចំហណាតែអាសត្វក្តាន់សត្វអីនោះសត្វព្រៃនោះគេលក់បើកចំហដែរខ្ញុំហួសចិត្តឥឡូវនេះខ្ញុំពងថតវីដេអូហ្នឹងគឺម៉ោង9យប់ឯណាប៉ុន្តែថ្ងៃនេះវាឆយទៅដល់ខ្ញុំហើនៅរះចំកដាមុខខ្ញុំហ្មងហើយខ្ញុំទៅមកថ្ងៃទី1ហើយម៉ោង9យប់ខ្ញុំចេញក្រៅហ្មងហួសចិត្តរឿងគេលក់សត្វព្រៃមកខ្ញុំឯងងុំខ្ញុំហួសចិត្តរឿងព្រះអាទិត្យវាអត់ព្រមលិចនេះអ្នកទាំងអស់គ្នាម៉ោង3ភ្លឺបានលិចហើយម៉ោង4ភ្លឺ4កន្លះអីរះវិញហើយអញ្ចឹងមួយថ្ងៃលិចតែ1ម៉ោងឯឱកាសដែលយើងមានផែនដីល្ងិតហ្នឹងនៅហ្នឹងគឺតែ1ម៉ោងឯក្រៅពីហ្នឹងថ្ងៃភ្លឺរហូតសូម្បីតែពេលដេកខ្ញុំឡើងនៅ Norway ខ្ញុំផឹកទឹកមិនអត់ខ្ញុំអត់មានបានទិញទឹកសុទ្ធមកទេនេះខ្ញុំមកទិញទឹកសុទ្ធមកតែបងខ្ញុំគាត់ថានៅ Norway ហ្នឹងគេអត់ចាំបាច់ញ៉ាំទឹកសុទ្ធទីច្រឡំមកផលិតទឹកសុទ្ធនៅស្រុក Norway អីបាទលក់អត់ដាច់ទេព្រោះស្រុកនេះគេផឹកតែទឹកម៉ាស៊ីនទេទឹកគេស្អាតហ្មងផឹកទឹកម៉ាស៊ីនមែនតើណាញ៉ាំបានមែនទឹកគេគ្លីនស្អាតហ្មងគាត់ថាទូទៅគេផឹកចឹងដែរឥឡូវមកនេះមកតាមខ្ញុំនាំអ្នកទាំងអស់គ្នាមកមើលរបស់មួយទូរស័ព្ទ iPad laptop សាកថ្មប្រើអស់ថ្មសាកថ្មមែនឥឡូវមានឡានសាកថ្មទៀតនៅស្រុកខ្មែរតែប្លែកត្រង់នៅនេះគេមានទូកសាកថ្មបាទទូកនឹងជីកទៅអស់ថ្មជីកមកសាកហើយសាក 100% អត់មានលេសាំងណាសាកថ្ម 100% ទូកអគ្គិសនីហ្មងយេសំបីតាទូកពី3ជាន់នេះក៏អគ្គិសនីដែរអ្នកទាំងអស់គ្នាយូរទៅឡើងប្រើសាំងហើយកុំឲ្យបាក់ហត់ទិញពីផ្ទះលេខ2ហើយបើនិយាយពីអាទាភ្លើងក្រោមដីនៅសិង្ហបុរីម៉ាឡេអីក្រោមដីមួយជាន់ពីរជាន់អីថតមើលអត់ដឹងក្រោមដីទេដោយសារគេធ្វើអញ្ចឹងធ្វើអីលាតធម្មតាហ្នឹងមកដល់នេះបានគេមើលដឹងក្រោមដីបាទដេកគាត់ចេញមកគឺក្រោមដីពិតហ្មងរត់ភ្លើងក្រោមដីនេះក្រោមដីរងភ្នំពិតអូយហួយមាត់អ្នកទាំងអស់គ្នាសូមចាប់តែនឹងសិនហើយចាំវីដេអូក្រោយខ្ញុំប្រាប់អ្នកទាំងអស់គ្នាពីរបៀបរបបនៅក្នុងការរស់នៅយើងនិយាយពីមនុស្សម្ដងឡើងនិយាយពីរបស់ហើយប៉ុន្តែរបៀបរបបចម្លែកដែលនៅខ្មែរយើងគឺគេអត់រស់នៅបែបអញ្ចឹងទេអញ្ចឹងចាំទស្សនាវីដេអូក្រោយឥឡូវ10នាទីហើយបាយ Thank you